តោះសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបរៀនពីរបៀបលេងของ clan PVE យក point clan ហ្នឹងហើយនេះគឺយើងត្រូវការមានគ្នាយើង4នាក់នៅ clan យើងនឹងថា point clan ហ្នឹងបានយកទៅណានេះចុចកន្លែង clan ខាងលើនេះមកចុចឲ្យកន្លែង military store នេះ point clan របស់យើងដែលយើងលេងបានហើយនៅក្នុងហ្នឹងមាន item យើងដូរច្រើនខ្លាំងហ្មងមាន item permanent មានអីចឹងណាហើយកុំលេះ clan ណាបើលេះ clan ក៏បាត់ point ហ្នឹងដែរយើង ready ចូលលេងហើយបាត់ហើយពីម៉ោង7យប់រហូតដល់ម៉ោង2:10យប់មានអីបាក់លេខនេះមានពេលមានតែ mili បានបាត់នេះហើយយើងមកចុច E កន្លែងនេះដើម្បីបើកទ្វារអញ្ចឹងណាពេលយើងចុចអាហ្នឹងហើយត្រូវការតែម្នាក់មកចុចបានហើយតែមកយើងចុចអាកន្លែងនេះចុច E កន្លែងនេះដើម្បី point clan នៅក្នុងហ្នឹងមួយវគ្គហ្នឹងគឺចុច E យក point clan បាន3កន្លែងយើងចូលដល់មេមើលទៅកាចណាតែបាញ់ទៅកថាសុទ្ធតែកាលណាយើងកំពុងបាញ់ហ្នឹងក៏មាននៅក្នុងអាកន្លែងដូរ point clan ដែរណាបងប្អូនបាញ់ហើយនេះយើងចុច E កន្លែងនេះកុំចុចកន្លែងនោះចូលគ្រាប់ទេនេះចុចតោះយើងទៅមកកន្លែងទៀតនេះកន្លែងនេះកន្លែងយក point clan ទី3ហើយប៉ុណ្ណឹងនេះយើងដើរទៅមុខទៀតមកនេះស្រួលយក item free ម្នាក់ដឹងហើយអាចអូសរំលងបានតោះមកនេះយើងមកជីកតុំហុយកន្លែងនេះដល់7នាទីចុច20 second ណាចាំចូលប៉ុណ្ណឹងឈ្នះមួយថ្ងៃលេងបាន7វគ្គមួយវគ្គបាន100 point ជាងវា random ពេលខ្លះ150ពេលខ្លះ156ដូចរបស់ខ្ញុំឥឡូវហ្នឹងអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណបាយបាយ